ผมสมองเราจำติดเลยជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកម្មពិធីបត់បង្ហាខ្លែងឯកខ្លែងសេរីនៅទឹកដីខេត្តសៀមរាបនៅឆ្នាំ2026តាមរយៈនៃការរៀបចំពិធីបន់បង្ហាខ្លែងឯកខ្លែងសេរីនេះគឺក្នុងគោលបំណងមិនត្រឹមតែបង្កនូវភាពបរិយាកាសទៅកាន់បណ្ដាភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមានភាពសប្បាយរីករាយតែប៉ុណ្ណោះទេគឺក្នុងគោលបំណងក្នុងការបំផុសគំនិតស្មារតីទៅកាន់កូនចៅចំនួនក្រោយឲ្យចូលរួមក្នុងការថែរក្សាជាពិសេសទៀតស្គាល់នៅពីវិធីសាស្ត្រហើយនិងពិធីនៅក្នុងការក្រវីឯកក៏ដូចជាការប្រកួតនៅខ្លែងឯកនេះផងដែរហើយតាមរយៈនៃការបង្ហាញជូនរបស់រដ្ឋបាលខេត្តសៀមរាបយើងឃើញមានមន្ទីរអង្គភាពចូលរួមប្រកួតប្រជែងបន់បង្ហាខ្លែងឯកនេះមានរហូតដល់ចំនួន130ជាង130ខ្លែងឯណោះហើយក្នុងនោះតាមបណ្ដារាជធានីខេត្តចូលរួមគឺរហូតដល់6ខេត្តផងដែរជាការពិតណាស់ថ្ងៃនេះគឺជាព្រឹកថ្ងៃទី1អញ្ចឹងយើងឃើញមានវត្តមាននៃការចូលរួមរបស់ពុកម៉ែបងប្អូនមិនថាតែភ្ញៀវជាតិនិងអន្តរជាតិទេនៅមានកម្រិតអញ្ចឹងយើងសង្ឃឹមថារសៀលនេះវត្តមាននៃការចូលរួមរបស់ពុកម៉ែមិនថាតែភ្ញៀវជាតិនិងអន្តរជាតិទេនឹងមានកំណើនច្រើនជាងនេះបន្ថែមទៀតហើយសម្រាប់កម្មវិធីបង្ហើរខ្លែងឯកនៅថ្ងៃនេះមិនមែនមានតែកម្មវិធីបង្ហើរមួយមុខទេចាស់យើងមានកម្មវិធីប្រគំតន្ត្រីក៏ដូចជាកម្មវិធីស្តង់ពីពណ៌ផលិតផលជាច្រើនដែលយើងនឹងរៀបចំរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី20ដល់ថ្ងៃទី22ខែកុម្ភៈឆ្នាំ2026អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមើលវីដេអូនេះចាចង់មកចូលរួមជាមួយនឹងកម្មវិធីនេះកុំភ្លេចណាមកចូលរួមនៅប្រលានយន្តហោះអន្តរជាតិចាស់នៅក្នុងខេត្តសៀមរាបរបស់យើងជាថ្មីដងទៀតកុំភ្លេចណាយើងជួបគ្នានៅប្រលានយន្តហោះអន្តរជាតិសៀមរាបចាស់របស់យើងទាំងអស់គ្នានៅក្នុងព្រឹត្តិការណ៍បន់បង្ហាខ្លែងឯកខ្លែងស្រីឆ្នាំ2026ដល់ហើយមានដៃត្រានត្រើយទន់ធន់បីដោយអក្សាក៏មានត្រាសំសាបងភ្លឹកមើលអូនរំរងើអូយរំមួយរំជើព្រមជួលអារម្មណ៍បងជ្រួលនឹងសម្រាប់ជីវ៉ាកុំចិនដាកុំធ្វើពើកុំនៅអឹមអ៊ីនរំរងើ